ភាពជាអ្នកដឹកនាំសំខាន់របស់ Cynical ទី1គោរពបុគ្គលិកគ្មានអ្វីខុសឆ្គងទេបើសិនបើបុគ្គលិកអាចរកចំណូលបានប្រាក់គ្រប់គ្រាន់ហើយអាចទិញផ្ទះបាននិងអាចរៀបចំផែនការថែទាំសុខភាពបានសម្រាប់សមាជិកគ្រួសាររបស់ពួកគេនោះទេ Cynical មានឈ្មោះនៅក្នុងទស្សនាវដ្តី Business Week ថាជាអ្នកគ្រប់គ្រងល្អបំផុតនៅក្នុងឆ្នាំ2003ហើយគាត់មានប្រាក់ខែទាបជាងគេបំផុតបើប្រៀបធៀបទៅនឹងបណ្ដា CEO ផ្សេងទៀតដែលបុគ្គលិករបស់ Costco ត្រូវបានគេចាត់ទុកថាទទួលបានប្រាក់ខែច្រើនជាងគេបំផុតនៅក្នុងប្រភេទអាជីវកម្មដូចគ្នាព្រោះតែធ្វើការងារជាអ្នកគិតលុយនៅក្នុងហាងក៏អាចក្លាយជាមនុស្សមានសំណាងម្នាក់ដែរតាមរយៈប្រាក់ម៉ោងជាមធ្យម$20ក្នុង1ម៉ោងបន្ទាប់ពីធ្វើការបាន4ឆ្នាំជាមួយនឹងក្រុមហ៊ុនអ្នកអាចរកចំណូលបានរហូតដល់ទៅជាង$40,000នៅក្នុង1ឆ្នាំបុគ្គលិករបស់ Costco បង់តែ 9% ប៉ុណ្ណោះទៅលើថ្លៃសេវាធានារ៉ាប់រងផ្នែកសុខភាពដែលនោះគឺជាកញ្ចប់អត្ថប្រយោជន៍របស់ក្រុមហ៊ុនគាត់និយាយថាឥរិយាបថរបស់យើងគឺថាបើយើងជួលបុគ្គលិកល្អយើងត្រូវតែផ្ដល់ប្រាក់ខែល្អនិងផ្ដល់ការងារល្អនៅពេលដែលបុគ្គលិកសប្បាយរីករាយពួកគេនឹងក្លាយជាអ្នកដឹកនាំដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុនការផ្ដល់ប្រាក់ខែខ្ពស់និងការរក្សាបុគ្គលិកឲ្យនៅធ្វើការជាមួយបានយូរគឺជាអាជីវកម្មដ៏ល្អបំផុត Cynical និយាយថាយើងមានបុគ្គលិកដែលចាប់ផ្ដើមធ្វើការងារជាមួយអ្នកជួយរុញរទេះដឹកអីវ៉ាន់នៅចំណោតរថយន្តហើយឥឡូវនេះគឺជានាយកក្រុមហ៊ុនរបស់យើងបុគ្គលិក Costco មានអត្រាចាក់ចេញទាបជាង 6% ប្រចាំឆ្នាំដែលជាតួលេខថ្មីត្រឹមតែ 1.5% ប៉ុណ្ណោះនៃក្រុមហ៊ុន Walmart ជាលទ្ធផល 95% នៃការដំឡើងឋានៈទូនីតិបុគ្គលិកគឺជ្រើសរើសចេញពីខាងក្នុងក្រុមហ៊ុនតែម្ដង Costco មានអត្រាបាត់អីវ៉ាន់ទាបបំផុតគឺតែ 0.2% តែប៉ុណ្ណោះហើយផលិតភាពរបស់បុគ្គលិកអ្នកនេះគឺមានប្រមាណជាង$50,000គាត់និយាយថា Wall Street ជាកន្លែងធ្វើអាជីវកម្មដែលអាចរកប្រាក់ចំណេញសម្រាប់ពេលឥឡូវនេះនិងពេលថ្ងៃបន្ទាប់តែយើងកសាងអាជីវកម្មនិងស្ថាប័នដែលយើងសង្ឃឹមថាអាចរកប្រាក់ចំណេញ50ឆ្នាំទៅមុខទៀតអ្វីដែលសំខាន់បំផុតដើម្បីធ្វើឲ្យជោគជ័យគឺត្រូវបង្កើតទស្សនវិស័យវែងឆ្ងាយ Cynical បាននិយាយថាបុគ្គលិកសប្បាយរីករាយមានន័យថាអ្នកវិនិយោគសប្បាយរីករាយសម្រាប់រយៈពេលយូរអង្វែងប្រសិនបើអ្នកចង់ធ្វើអ្វីមួយសម្រាប់ជីវិតអ្នកត្រូវធ្វើអ្វីមួយដែលអ្នកចូលចិត្តរឿងធំបំផុតតែមួយគត់ដែលបង្កឲ្យមានការលំបាកនៅក្នុងអាជីវកម្មគឺទស្សនវិស័យរយៈពេលខ្លីពួកគេខ្វល់ខ្វាយត្រឹមតែរយៈពេលខ្លីហើយវារុញច្រានឲ្យធ្វើការសម្រេចចិត្តមិនល្អជាបុគ្គលិក Costco ម្នាក់គឺអាចគ្មានអ្វីខុសគេនោះទេអ្នកត្រូវតែទទួលបានប្រាក់ខែក្នុងចំណោមប្រាក់ខែខ្ពស់បំផុតនិងកញ្ចប់ប្រាក់ធានារ៉ាប់រងសុខភាពល្អបំផុត Cynical យល់ថាការផ្ដល់ប្រាក់ខែល្អគឺមិនប្រឆាំងទៅនឹងផលិតភាពល្អនោះទេហើយយើងតែងតែមានចំណង់ចំណូលចិត្តបង្កើតប្រាក់ឲ្យបុគ្គលិកកាន់តែច្រើនយើងតែងតែព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យមានកញ្ចប់ប្រាក់ខែល្អបំផុតខ្ញុំត្រូវតែផ្ដោតទៅលើការបង្កើនតម្លៃបន្ថែមដល់បុគ្គលិកដោយការបម្រើពួកគេនៅពេលដែលយើងមានជីវភាពថ្នាក់កណ្ដាលកាន់តែច្រើនពួកគេនឹងមានបំណងទិញទំនិញពីយើងកាន់តែច្រើនវាគ្មានអ្វីល្អឡើយសម្រាប់ Costco ប្រសិនបើគ្មានអ្នកមានលទ្ធភាពមកទិញនៅហាងរបស់ខ្លួនភាពខ្លាំងមួយក្នុងចំណោមភាពខ្លាំងរបស់អាមេរិកគឺយើងមានជីវភាពថ្នាក់កណ្ដាលច្រើនដែលអាចមានលទ្ធភាពទិញផ្ទះនិងបញ្ជូនកូនទៅរៀនរឿងដែលធំបំផុតមួយដែលបង្កឲ្យមានការលំបាកនៅក្នុងជីវកម្មគឺទស្សនវិស័យក្នុងរយៈពេលខ្លីពួកគេខកខ្វាយតែរយៈពេលខ្លីហើយវារុញច្រានធ្វើឲ្យការសម្រេចចិត្តមិនល្អភាពខ្លាំងមួយក្នុងចំណោមភាពខ្លាំងរបស់អាមេរិកគឺយើងមានអ្នកមានជីវភាពថ្នាក់កណ្ដាលអាចមានលទ្ធភាពទិញផ្ទះនិងបញ្ជូនកូនទៅរៀនប្រសិនបើអ្នកគ្មានកម្លាំងជំរុញទឹកចិត្តបុគ្គលិកឲ្យធ្វើការងារឲ្យខ្លាំងក្លាទេនោះវានឹងចាប់ផ្ដើមប៉ះពាល់ទៅនឹងធម៌ពលសេដ្ឋកិច្ចនៅពេលដែលបុគ្គលិកមិនចូលចិត្តឬមិនសប្បាយចិត្តនឹងការងារពេលនោះផលិតភាពការងារនឹងបាត់បង់ទៅតាមនឹងដែរ Cynical និយាយថាអ្នកនឹងបំផ្លាញគំនិតផ្ដាំរបស់បុគ្គលិកប្រសិនបើពួកគេមិនមានអារម្មណ៍ថាពួកគេមានឱកាសនិងកំពុងប្រយុទ្ធដើម្បីផ្នែកមួយនៃសុបិនរបស់អាមេរិកទេការផ្ដល់ប្រាក់ខែខ្ពស់ដល់បុគ្គលិកគឺមិនត្រឹមតែជារឿងត្រឹមត្រូវទេតែវាថែមទាំងធ្វើឲ្យអាជីវកម្មល្អទៀតផងជារួមអ្នកទទួលបាននៅអ្វីដែលអ្នកបានផ្ដល់វាមិនល្អទាល់តែសោះសម្រាប់និមិត្តរូបគុណភាពមិនថាជាការងារសេវាកម្មឬការងារលក់ទំនិញទេប្រសិនបើអ្នកមានគុណភាពធនធានមនុស្សពិតប្រាកដសម្រាប់ថែរក្សាអតិថិជននោះប្រសិនបើអ្នកចង់ឲ្យបុគ្គលិកប្រព្រឹត្តចំពោះអតិថិជនដោយភាពស្មោះត្រង់មិនកុហកមិនលួចកេងបន្លំអ្នកត្រូវតែប្រព្រឹត្តចំពោះបុគ្គលិកឲ្យដូចនោះដែរចំណុចទី2វាដូចការអានអញ្ចឹងប្រសិនបើអ្នកធ្វើតិចហើយអ្នកចង់បានផលច្រើននោះអ្នកនឹង
ឡើងថ្លៃការបង្កើនថ្លៃឬឡើងថ្លៃគឺជារឿងងាយស្រួលបំផុតដែលនរណាម្នាក់ក៏អាចធ្វើបានតែអ្វីដែលឲ្យតម្លៃទាបទើបជារឿងដ៏លំបាកផលិតផលល្អតម្លៃថោកវាហាក់បីដូចជារូបមន្តធម្មតាសម្រាប់ភាពជោគជ័យប៉ុន្តែតើ Senegal គ្រប់គ្រងយ៉ាងដូចម្តេចដើម្បីឲ្យបានល្អប្រសើរជាងអ្នកដទៃតើគាត់ធ្វើយ៉ាងម៉េចដើម្បីឲ្យក្រុមហ៊ុនចំណាយទាបហើយផ្ដល់ប្រាក់ខែខ្ពស់ដល់បុគ្គលិកសម្រាប់ការលក់នៅក្នុងជាង30ឆ្នាំកន្លងមកនេះតាមពិត Costco មានគំនូររូបភាពមួយដែលអាចធ្វើឲ្យមានលក្ខណៈប្លែកពីគេគឺអាថ៌កំបាំងទី1ព្យាយាមតាំងផលិតផលឲ្យមានចំនួនតិចនៅក្នុងហាងខណៈនៅ Walmart ជាមធ្យមប្រភេទផលិតផលច្រើនជាង 100,000 មុខចំណែកឯ Costco មានផលិតផលមិនលើសពី4មុខនោះទេ1/4នៃទំនិញតែងតែត្រូវបានផ្លាស់ប្ដូរជានិច្ចបើសិនបើអ្នកត្រូវការទិញពីព្រោះវាប្រហែលជាមិនមានទៀតទេនៅពេលក្រោយសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់អត្ថបទទាំងអស់នេះដកស្រង់ចេញពីសៀវភៅមួយដែលមានចំណងជើងថាភាពជាអ្នកមានកំពូលដែលជាអ្នកនិពន្ធរបស់លោកគ្រូហៅចន្ទរដ្ឋាសូមអរគុណសូមជម្រាបលា